cái này con chim nam pi con mà phay của mùi ấy bông bông này khác ton chơi và cá chim mẹ được luôn này tiết ở ton chơi sọ mỏng á đây tí rồi tôi chiên em tôi chiên tập vì đó nhưng mà phải hai bông nào nhé ông pi được biết này càng một cá chim mẹ được luôn ấy tôi mình của ba bây tôi được sao giờ lời tụi sắp đây smartphone và phải android nè giống là hai đứa nhung lớp ông pi ca và cá chim mẹ là lời tụi sắp đây android cứ để sao tại tụi sắp đây android cái chi một cái tụi sắp đấy tại support ជាមួយនឹង Google ខ្លាំងមែនតើអញ្ចឹងរាល់ការបង្កើតមិនចាំបាច់ទាម soft code ដោយទៅនឹងទូរស័ព្ទដៃ iPhone ទេអូខេអញ្ចឹងខ្ញុំមកលម្អិតនៅក្នុងវីដេអូមួយនេះត្រឹមតែរយៈពេលមិនដល់2នាទីផងបងប្អូនអាចបង្កើត Gmail មួយសម្រាប់ personal ខ្លួនឯងបានយ៉ាងងាយស្រួល easy ហ្មងណាបាទអូតា let's go បីចូលវីដេអូរបស់យើងបានឲ្យកាន់តែក្បោះក្បាយបងប្អូនពឹងបងប្អូនមួយបងប្អូនគាត់ចូលមក subscribe channel YouTube ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗហើយធ្វើការបងប្អូនជួយ like វីដេអូដែលខ្ញុំបានផុស upload ហ្នឹងទៅបងប្អូននឹងទទួលបានវីដេអូថ្មីជារៀងរាល់សប្តាហ៍ហើយដើម្បីបង្កើត Gmail បានបងប្អូនត្រូវមានទូរស័ព្ទ smartphone មួយមកបាទអូខេអញ្ចឹងបងប្អូនធ្វើការចូលមកកាន់ setting មកហើយបងប្អូនអូសមកលើអស់បងប្អូននឹងឃើញពាក្យថានេះ account and backup បងប្អូនជ្រើសរើសអាហ្នឹងមកហើយបងប្អូនចុចកន្លែងពាក្យ manage account ណាអូខេកន្លែង manage account មកបងប្អូនធ្វើការ scroll មកនឹងឃើញពាក្យថាកន្លែង add new account នេះឃើញទេបងប្អូនធ្វើការ add ហើយបងប្អូនចង់ធ្វើអីអញ្ចឹងគឺចង់បង្កើត Gmail ថ្មីសម្រាប់ personal សម្រាប់ខ្លួនឯងបងប្អូនជ្រើសរើស Google ហ្នឹងមកបាទវីដេអូនេះលឿនងាយទេបងប្អូនហើយនេះបងប្អូនមាន password បងប្អូនទៅ enter វាចូលបាទអញ្ចឹងងាយទេបងប្អូនបាទបងប្អូនធ្វើការពាក្យថា create មកនេះឃើញទេ create មក for my personal user អូខេបងប្អូនធ្វើដាក់ឈ្មោះដូចខ្ញុំអញ្ចឹងខ្ញុំដាក់ឈ្មោះសាតងមកបាទអញ្ចឹងវីដេអូនេះងាយបងប្អូនគ្រាន់តែមើលឲ្យបងប្អូនចេះហ្មងខ្ញុំធានាអូខេប៉ុណ្ណឹងបងប្អូនធ្វើការដាក់ថ្ងៃខែមកហើយបងប្អូនឆ្នាំបងប្អូនដាក់1900ជាងមកណាហើយជ្រើស page អូខេ gender ប៉ុណ្ណឹងទេបងប្អូនហើយបងប្អូនចង់បានតម្រង់បែបណាចង់បានតម្រង់បែប Google select ឲ្យចង់បានបង្កើតដាក់ខ្លួនឯងនេះ create your own Gmail address មកអញ្ចឹងខ្ញុំធ្វើការយកខាងលើបាទហើយចុច next password បងប្អូនដាក់បានក៏ដាក់ទៅបាទដាក់ហើយត្រូវចងចាំខ្លួនឯងត្រូវ note ទុកខ្លួនឯងបាទអូខេប៉ុណ្ណឹងហើយបាទបងប្អូនឃើញទេ agree មកអញ្ចឹងអានេះសម្រាប់ model Android គឺអត់ទាមទារ soft code ដូច iPhone ទេអញ្ចឹងបងប្អូនត្រូវមាន Samsung ឬពពួក Oppo Huawei អីមកបាទបង្កើតស្រួលបើ iPhone ទាមទារ soft code ដើម្បី verify ហើយបងប្អូនចង់ធ្វើការ log in នៅក្នុងកុំព្យូទ័របងប្អូនក៏ដាក់ចូលកុំព្យូទ័រហើយ skip លេខទូរស័ព្ទ skip អីចោលទៅដើម្បីយក code ដាក់ Facebook ដាក់ YouTube ដាក់អីចឹងណាឬក៏ verify ជាមួយ Telegram អីចឹងទៅបាទវាជួយបានច្រើនអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនកុំភ្លេចជួយធ្វើការចុច like ក៏ដូចជា subscribe channel YouTube របស់សាយតង់ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណ